รับเอาយកអាគាររបស់ចិនពីសំណាក់ជនជាតិខ្មែរជាបញ្ហាប្រឈមធំមួយនៃដំណោះស្រាយទៅលើភាពជាប់គាំងនៅក្រុងព្រះសីហនុព័ត៌មាននេះនាំមកជូនលោកអ្នកដោយបកលែនគម្រោងទី3រាជធានីសម្រាប់ធម្មជាតិក្នុងទឹកដីខេត្តកំពតចង់ទិញដីថែមផ្ទះទុកសម្រាប់លំហែកាយនាពេលចុងសប្តាហ៍សូមជ្រើសរើសគម្រោងបកលែនអាចធ្វើការបង់រំលោះរយៈពេល3ឆ្នាំដែលអត់មានការប្រាក់សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ085 333 802ឬក៏016 333 802លំនៅឋានបែបអភិជនរចនាដ៏ប្រណិតនិងរស់រវើកបុរីវិមានសំណាងផ្ដោតលើគុណភាពសោភ័ណភាពផ្សារភ្ជាប់ជាមួយដងព្រៃធម្មជាតិដ៏ស្រស់បំព្រងផ្ដល់នូវផាសុកភាពក្នុងការរស់នៅមានទីតាំងស្ថិតនៅខាងជើងក្រសួងដែនដី 2500 ម៉ែត្រទំនាក់ទំនងលេខទូរស័ព្ទ095 96 2000 078 96 2000ថ្នាក់ដឹកនាំគេហទំព័រ Property Area Asia កាលពីសប្តាហ៍មុនបានទៅលេងនៅក្រុងព្រះសីហនុកន្លែងដែលប្រជាជនបានកាប់លុយមួយរយៈខ្លីនៅពេលកាប់ផ្ទុះឡើងនៅតម្លៃអចលនទ្រព្យនិងនិន្នាការអភិវឌ្ឍមានសភាពដូចពពុះសាប៊ូរយៈពេលជិត4ឆ្នាំទីក្រុងនេះបានផ្លាស់ប្ដូរមុខមាត់ទាំងស្រុងទីក្រុងដែលធ្លាប់ស្ងប់ស្ងាត់មានអគារខ្ពស់បំផុតត្រឹម7ជាន់ក្លាយជាទីក្រុងដែលមានអគារកប់ពពករាប់ពាន់កន្លែងដោយសារលំហូរទុនវិនិយោគពីបរទេសពិសេសពីអ្នកវិនិយោគចិនប្រមាណ$7,000 លានចាក់ចូលទីក្រុងនេះបានប្រែពីសភាពអ៊ូអរមកជាទីក្រុងស្ងប់ស្ងាត់បន្តិចឡើងវិញប៉ុន្តែភាពស្ងប់ស្ងាត់នេះនៅតែមានឱកាសរីកចម្រើនឡើងវិញប៉ុន្តែអ្វីៗត្រូវការពេលវេលាបន្ថែមដើម្បីធ្វើឲ្យទីក្រុងនេះរស់រវើកឡើងវិញនិងអាចឲ្យម្ចាស់អគារដែលទុកចោលបច្ចុប្បន្នមានលទ្ធភាពសាងសង់ឡើងវិញជាមួយនឹងភាពឈ្នះឈ្នះជាមួយអ្នកវិនិយោគដែលបានបោះទុនយ៉ាងច្រើនសាងសង់អគារនេះការរឹបអូសអគារជនជាតិចិនពីសំណាក់ម្ចាស់ដីការជាប់គាំងអគាររាប់រយកន្លែងជារឿងគួរឲ្យសោកស្ដាយមួយរួចទៅហើយប៉ុន្តែរឿងសោកស្ដាយមួយទៀតគឺម្ចាស់ដីបានរឹបអូសយកអគារអ្នកវិនិយោគដែលភាគច្រើនជាអ្នកវិនិយោគចិនដោយសារបញ្ហាពួកគេមិនមានលទ្ធភាពបង់ថ្លៃឈ្នួលអគារឬបង់ថ្លៃសំណង់នានាដែលនេះជាបញ្ហាធំមួយដែលរដ្ឋាភិបាលគួរដោះស្រាយនិងលុកដៃដើម្បីសម្របសម្រួលបញ្ហានេះការពឹងផ្អែកប្រព័ន្ធតុលាការប្រហែលជាមិនអាចដោះស្រាយជម្លោះពីការរឹបអូសនេះបានទេគឺមានតែការខកចិត្តពីអ្នកវិនិយោគព្រោះពួកគេមិនទទួលបានយុត្តិធម៌ឡើយមន្ត្រីជាន់ខ្ពស់មួយរូបដែលបាននិងកំពុងរៀបចំទីក្រុងនេះជាទីក្រុងពហុបំណងបានលើកឡើងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាការរឹបអូសយកអគារពីសំណាក់ជនជាតិខ្មែរដែលជាម្ចាស់ដីបាននឹងកំពុងបង្កឲ្យអ្នកវិនិយោគពិសេសវិនិយោគិនចិនមានការភ័យខ្លាចដោយពួកគេមិនចង់ត្រឡប់មកកាន់ទីក្រុងនេះឡើងវិញនោះទេលោកបន្តថាការប្រឹងផ្ដាល់ឡើងតុលាការជាលទ្ធផលម្ចាស់អគារជាអ្នកចាញ់ពួកគេបានត្រឹមចំណេញប្រាក់ហើយមិនទទួលបានយុត្តិធម៌នោះទេលោកបន្តថាតាមពិតម្ចាស់ដីគួរទូទាត់លើតម្លៃដីឬតម្លៃជួលដីរបស់ខ្លួនជាជាងរឹបអូសយកអគាររបស់អ្នកវិនិយោគនានាព្រោះការធ្វើបែបនេះមិនបានផ្ដល់ផលចំណេញអ្វីដល់ខ្លួនឡើយហើយពួកគេនឹងខាត់បង់រយៈពេលវែងនៅពេលអ្នកវិនិយោគបរទេសមានអារម្មណ៍គ្មានសុវត្ថិភាពនិងខាត់បង់ប្រាក់ដោយអយុត្តិធម៌កាលពីពេលថ្មីៗនេះអាជ្ញាធរខេត្តព្រះសីហនុសភាពាណិជ្ជកម្មខេត្តនិងមន្ត្រីពាក់ព័ន្ធបានបើកកិច្ចប្រជុំដើម្បីដោះស្រាយបញ្ហាអគារជាប់គាំងទាំង1200កន្លែងប៉ុន្តែជាលទ្ធផលពួកគេមិនទាន់ទទួលបានដំណោះស្រាយសមស្របណាមួយនៅឡើយទេរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោកវង្សសីវិសុទ្ធបានមានប្រសាសន៍នាពេលកន្លងមកគូរកដំណោះស្រាយនិងស្វែងរកអ្នកវិនិយោគដើម្បីសាងសង់អគារជាប់គាំងទាំងនោះឡើងវិញប៉ុន្តែលោកមិនបញ្ជាក់ថាតើបញ្ហានេះនឹងត្រូវដោះស្រាយនៅពេលណានិងដោយរបៀបណានោះទេថ្នាក់ដឹកនាំក្រុមហ៊ុនផ្នែកដឹកជញ្ជូនមួយរូបនៅក្រុងព្រះសីហនុបានមានប្រសាសន៍ដឹងកាលពីសប្តាហ៍មុនផងដែរថាស្ថានភាពនៃការវិនិយោគនៅក្នុងខេត្តព្រះសីហនុនិងស្ថានភាពការជាប់គាំងអគារនៅក្រុងព្រះសីហនុនឹងត្រូវចំណាយពេលវេលាយូរណាស់ដើម្បីដោះស្រាយបញ្ហានេះហើយលោកមិនរំពឹងថាអ្វីនឹងអាចដោះស្រាយបានឆាប់នោះទេលោកបន្តថាមកមើលឃើញហើយគឺអគារខ្មោចរាប់រយជាប់គាំង
តើត្រូវចាក់លុយប៉ុន្មានពាន់លានដុល្លារទៀតដើម្បីធ្វើឲ្យអគារទាំងនោះរស់ឡើងវិញលោកបន្ថែមដោយលើកជាសំណួរថាតើមានអ្វីដែលអាចទាក់ទាញឲ្យតម្លៃអចលនទ្រព្យនៅទីនេះអាចរីកចម្រើនឡើងវិញតើអ្វីជាដំណោះស្រាយអ្វីមិនប្រកាសថាគ្មានដំណោះស្រាយនោះទេនៅពេលបញ្ហាកើតឡើងមានតែរដ្ឋាភិបាលស្ថាប័នពាក់ព័ន្ធនិងប្រជាជនក្នុងមូលដ្ឋានប៉ុណ្ណោះជាអ្នកស្វែងរកដំណោះស្រាយរួមគ្នាលោកយិនលៀងគង់សហស្ថាបនិកនិងជាអគ្គនាយកនៃគេហទំព័រ Property Area Asia ដែលបានតាមដានដំណើរវិវត្តសេដ្ឋកិច្ចនិងអចលនទ្រព្យនៅកម្ពុជាក៏ដូចជាក្រុងព្រះសីហនុបានលើកឡើងថារដ្ឋាភិបាលបាននឹងកំពុងរៀបចំគោលនយោបាយនិងផែនការអភិវឌ្ឍរយៈពេលវែងសម្រាប់ទីក្រុងនេះហើយដោយបច្ចុប្បន្នក្រុមមន្ត្រីជំនាញនិងមន្ត្រីពាក់ព័ន្ធបាននឹងកំពុងរៀបចំគោលនយោបាយនិងផែនការយុទ្ធសាស្ត្រដើម្បីរៀបចំទីក្រុងព្រះសីហនុជាទីក្រុងពហុបំណងតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធធំៗដូចជាផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុការពង្រីកកំពង់ផែទឹកជ្រៅការពង្រីកប្រលានយន្តហោះកងកេងខេត្តព្រះសីហនុការរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសនិងការសិក្សាបង្កើតខ្សែរថភ្លើងល្បឿនលឿនពីភ្នំពេញទៅកាន់ក្រុងព្រះសីហនុផងដែរលោកបន្តថាជាមួយគ្នានេះការរៀបចំការលើកទឹកចិត្តពិសេសណាមួយដើម្បីលើកទឹកចិត្តវិនិយោគិនជាតិអន្តរជាតិនិងរៀបចំកែច្នៃទីក្រុងនេះជាទីក្រុងទេសចរណ៍ដែលមានស្តង់ដារអន្តរជាតិការរៀបចំជាទីក្រុងដែលស័ក្តិសមជាទីលំហែកាយមជ្ឈមណ្ឌលពាណិជ្ជកម្មកម្រិតអន្តរជាតិពិតប្រាកដនិងការដោះស្រាយទំនាស់រវាងម្ចាស់អគារនិងអ្នកវិនិយោគដោយឈរលើមូលដ្ឋានឈ្នះឈ្នះនិងធ្វើឲ្យព្រះអាទិត្យនិងរះចែងចាំងលើទឹកសមុទ្រខៀវស្រងាត់នៃទីក្រុងដ៏ឆើតឆាយនេះម្ដងទៀតមិនខានលោកយិនលៀងគង់បានបន្តថាការក្លាយជាទីក្រុងពហុបំណងមិនមែនមានតែលើគោលនយោបាយនិងលើក្រដាសនោះទេអ្វីវាទាមទារថវិកាធនធានមនុស្សនិងឆន្ទៈនយោបាយពិតប្រាកដសហការឧបត្ថម្ភដោយបូកូឡែនគម្រោងទី3រាជធានីសម្រាប់ធម្មជាតិក្នុងទឹកដីខេត្តកំពតចង់ទិញដីថែមផ្ទះទុកសម្រាប់លំហែកាយនាពេលចុងសប្តាហ៍សូមជ្រើសរើសគម្រោងបូកូឡែនអាចធ្វើការបង់រំលោះរយៈពេល3ឆ្នាំដែលអត់មានការប្រាក់សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ085 333 802ឬក៏016 333 802គុណភាពប្រណិតភាពនិងស៊ីវិល័យផ្ដល់ជូនពីបុរី GB Resident ជាបុរីដែលគិតគូរលើបរិស្ថានបៃតងនិងផាសុកភាពដល់អ្នករស់នៅទំនាក់ទំនងលេខទូរស័ព្ទ066ឬ077 300លំនៅឋានបែបអភិជនរចនាដ៏ប្រណិតនិងរស់រវើកបុរីវិមានសំណាងផ្ដល់លើគុណភាពសោភ័ណភាពផ្សារភ្ជាប់ជាមួយដងព្រៃធម្មជាតិដ៏ស្រស់បំព្រងផ្ដល់នូវផាសុកភាពក្នុងការរស់នៅមានទីតាំងស្ថិតនៅខាងជើងក្រសួងដែនដី 2500 ម៉ែត្រទំនាក់ទំនងលេខទូរស័ព្ទ095 96 2000 078 96 2000ចង់ឲ្យបុត្រីរបស់លោកអ្នកមានសុខភាពល្អនិងបញ្ញាឆ្លៀសវៃឬទេយើងសូមណែនាំលោកអ្នកមកប្រើផលិតផលបាឡេកតាន់ជាប្រភេទទឹកដោះគោម្សៅដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់និងគ្មានជាតិសណ្តែកដំបងបង្អស់នៅកម្ពុជា